ជំរាបសួរបងប្អូនអ្នកគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីបងប្អូនអ្នកគ្នាថ្ងៃនេះគឺយើងមកអានសៀវភៅនៅទំព័រទី50បងប្អូនអ្នកគ្នានៅមេរៀនថ្មីនេះមេរៀននេះគេដាក់ចំណងជើងថាកុំចាប់ត្រីដៃពីរបងប្អូនអ្នកគ្នានៅវីដេអូមួយនេះរៀងវែងបន្តិចបងប្អូនអ្នកគ្នាអញ្ចឹងខ្ញុំសូមពេលបងប្អូនត្រឹមតែ10នាទីទេបងប្អូនអ្នកគ្នាមកស្ដាប់ការអានរបស់ខ្ញុំតាក់ទងទៅនឹងមេរៀនថ្មីកុំចាប់ត្រីដៃពីរបងប្អូនអ្នកគ្នានៅកន្លែងនេះបងប្អូនមានសៀវភៅបងប្អូនបើកទំព័រទី50 51 52 52និង53បងប្អូនអ្នកគ្នាអញ្ចឹងវីដេអូនេះរៀងវែងបន្តិចបងប្អូនអ្នកគ្នាអញ្ចឹងខ្ញុំសូមពេលបងប្អូនត្រឹមតែ10នាទីទេបងប្អូនអ្នកគ្នាមកស្ដាប់ការអានរបស់ខ្ញុំតាក់ទងទៅនឹងមេរៀនថ្មីកុំចាប់ត្រីដៃពីរអញ្ចឹងណាអញ្ចឹងខ្ញុំសូមបងប្អូនត្រឹមតែ10នាទីទេមកស្ដាប់ការអានរបស់ខ្ញុំតែម្ដងបងប្អូនអ្នកគ្នាចង់ដឹងថាកុំចាប់ត្រីដៃពីរគេទៅស្អីអីខ្លះហើយពាក្យនៅក្នុងនឹងយើងត្រូវរៀនពាក្យអីខ្លះបងប្អូនមកស្ដាប់ការអានរបស់ខ្ញុំតែម្ដងបងប្អូនអ្នកគ្នាអញ្ចឹងខ្ញុំអានយកតែម្ដងបងប្អូនអ្នកគ្នាកន្លែងមួយនឹងគេដាក់ចំណងជើងថាកុំចាប់ត្រីដៃពីរកុំចាប់ត្រីដៃពីរកំឡុងពេលជាង2ឆ្នាំកន្លងទៅនេះខ្ញុំបានជួបវិបត្តិជាច្រើនជាពិសេសវិបត្តិសហគ្រិនតែម្ដងដែលជាបញ្ហារបស់អ្នកលក់នៅក្នុងស្រុកខ្មែរអ្នកលក់នៅស្រុកខ្មែរមួយចំនួនធំរស់ក្នុងចំហាយនៃទីផ្សារឃើញគេលក់ដីដាច់រត់ទៅលក់ដីឃើញគេលក់លេដាច់រត់ទៅលក់លេឃើញគេលក់អាហារបំពន់ដាច់រត់ទៅលក់អាហារបំពន់ទាំងពេលខ្លះអ្នកលក់ខ្លួនឯងមិនស្គាល់ថាខ្លួនឯងជានរណាឲ្យប្រកាសផង1លានគំនិតចង់លក់នេះចង់លក់នោះចង់នេះបន្តិចចង់នោះបន្តិចឃើញស្អីក៏ល្អឃើញស្អីក៏ចង់គេតែគេស្ករល្អតាមតែគេថាតែចង់ក្រោយគ្មានសល់ផ្លែផ្កាជាដុំកំភួនទេកាលពីកំឡុងនៃខែមេសាឆ្នាំ2018ខ្ញុំបានជួបជាមួយសហគ្រិនខ្មែរមួយរូបដែលជាកម្ពុជាអ្នកលក់គ្រឿងសំណង់ franchise ធំជាងគេបំផុតនៅក្នុងស្រុកខ្មែរគឺលោកអុកញ៉ាហួតជាអគ្គនាយកក្រុមហ៊ុនហួតជាលក់គ្រឿងសំណង់នាព្រឹកម៉ោង9ខ្ញុំបានធ្វើដំណើរទៅដល់ក្រុមហ៊ុនរបស់លោកអុកញ៉ាហួតជាលោកបានចេញមកទទួលខ្ញុំយ៉ាងរាក់ទាក់បំផុតព្រោះខ្ញុំហើយនឹងលោកគឺជាកូនអ្នកតាកែវជាមួយគ្នាអង្គុយចាក់ទឹកតែទទួលភ្ញៀវបណ្ដើញញឹមបណ្ដើកូនអ្នកស្រុកព្រៃកបាសរូបនេះបានរំលឹកពីសាវតារបស់លោកថាកំឡុងឆ្នាំ1977លោកគឺជាក្មេងរស់នៅតាមសំណង់អធិបតេយ្យមួយកន្លែងនៅក្រុងភ្នំពេញលោកថានៅពេលដែលលោកចាប់ផ្ដើមមានគំនិតជាអ្នកលក់ដំបូងគិតការងារជាង1000ជំពូកតែគ្មានច្បាស់សាច់ការណាមួយនោះទេពោលគឺឃើញស្អីក៏ចង់ឃើញស្អីក៏ចង់ហើយគេលក់នេះដាច់ចង់លក់នេះឃើញគេលក់នោះដាច់ចង់ទៅលក់នោះដែរលោកបានយកមុខរបរទាំង10មកសរសេរដាក់ក្រដាសសហើយដេកគិតតើគួរលក់អ្វីពេលនោះលោកគិតមិនចាញ់ថាគួរលក់អ្វីនោះទេស្អីក៏លោកគិតមិនចាញ់ដែរអង្គុយគិតអស់ពេលជាយូរខែគិតមិនចាញ់ថាគួររកស៊ីលក់អ្វីនោះទេហើយទីបំផុតលោកឧញ្ញាបានរកឃើញថាមានមុខរបរមួយដែលមនុស្សនឹងត្រូវការធ្វើសម្រាប់ការរីកលូតលាស់នៃសង្គមជាតិគឺគ្រឿងសំណង់ពេលនោះលោកបានយកគំនិតមួយនេះមករកវិធីក្នុងការចូលទៅធ្វើវាឲ្យคล้ายជាអាជីពរបស់លោកផ្ទាល់លោកអុកញ៉ាហួតជាបានយកគំនិតមួយនេះមកលក់ដោយដំបូងឡើយលោកគ្មានទំនិញក្នុងដៃនោះទេគឺលោកជាអ្នករកភ្ញៀវឲ្យថៅកែសំណង់ប៉ុណ្ណោះហើយក្រោយមកសហគ្រិនរូបនេះបានយកលុយ$130ទៅជួលសញ្ញាគេដើម្បីលក់ទំនិញខ្លះដែលលោកទទួលពីថៅកែធំមកឲ្យភ្ញៀវលក់ដូរតគ្រឿងសំណង់តាមសញ្ញាផ្ទះគេក៏ពិតមែនតែសហគ្រិនរូបនេះចំណាយពេលច្រើនខ្លាំងបំផុតផ្ដោតលើតែរឿងតែមួយគឺរបៀបលក់គ្រឿងសំណង់រហូតដល់ឆ្នាំ2016លោកអាចបើកអាជីវកម្ម franchise សំណង់ល្បីឈ្មោះបំផុតជាង60សាខានៅក្នុងស្រុកខ្មែរបានលោកមានប្រសាសន៍ថាស្បែកជើងដែលគេពាក់ស្អាតពេលខ្លះយើងពាក់វាឈឺចាប់ណាស់កុំចេះតែចង់លក់តាមតែឃើញកុំចាប់ត្រីដៃពីរកុំផ្ដោតលើរឿងច្រើនក្នុងពេលតែមួយអ្នកត្រូវការគិតច្រើនតែអ្នកមិនត្រូវការគំនិតច្រើនដែលគ្មានរូបភាពច្បាស់លាស់នោះទេនៅក្នុងការចេញលក់ដំបូងតើមានន័យអ្វីទោះអ្នកយកគំនិត1លានគំនិតយកមកអង្គុយគិតក៏វាគ្មានតម្លៃអ្វីដែរតើមានន័យអ្វីទោះអ្នកយកគំនិត1លានគំនិតយកមកអង្គុយគិតក៏វាគ្មានតម្លៃអីដែរបើអ្នកគ្មានលទ្ធភាពធ្វើវាបានសំបីតែមួយបានតែមើលបានតែដឹងបានតែខកចិត្តទីបំផុតស្អីក៏យើងធ្វើមិនចាញ់ដែរលោកអុកញ៉ាបានផ្ដាំថាបើចង់ហក់ចូលទៅក្នុងការលក់បានត្រូវផ្ដោតតែលើរឿងតែមួយហើយរៀនពីវាឲ្យឆ្អិនហើយស្វះស្វែងរកអ្វីដែលធ្វើឲ្យគំនិតរបស់អ្នកជោគជ័យធ្វើអ្វីមួយជាលើកដំបូងមិនបានល្អនោះទេកុំចាប់ផ្ដើមភាពឥតខ្ចោះចាប់ផ្ដើមអ្វីដែលចាំបាច់ចាប់ឲ្យច្បាស់មុជឲ្យជ្រៅទៅឲ្យដល់រៀនពេញមួយជីវិតរកស៊ីពឹងលើទេពកោសល្យគូបជាមួយចំណងនិងឱកាសទីផ្សារមួយចំណែកធំការលក់ខ្លាំងពិតប្រាកដគឺជាការលក់អ្វីដែលដោះស្រាយបញ្ហាមនុស្សបាន
នឹងតនសម័យបំផុតទៅរកស៊ីឈ្នះគេហើយបើអ្នកមិនស្គាល់ឱកាសក្នុងការធ្វើទីផ្សារនោះទេអ្នកក៏មិនអាចក្លាយជាអ្នកលក់បានដែរពេលនិយាយដល់រឿងមួយនេះខ្ញុំបានជួបនឹងគំនិតយុវជនខ្មែរម្នាក់ដែលជាអតីតកូនអ្នកទិញអេតចាយកាលពី32ឆ្នាំមុនគាត់គឺជាអុកញ៉ាលៀងពៅអគ្គនាយកក្រុមហ៊ុនខ្មែរ Beverages ដែលជារោងចក្រផលិតភេសជ្ជៈធំជាងគេនៅកម្ពុជាលោកធ្លាប់និយាយថាធ្វើអ្វីត្រូវធ្វើឲ្យច្បាស់ចាប់យកគំនិតតែមួយមុជឲ្យជ្រៅទៅឲ្យដល់ប្រឹងធ្វើវារហូតคล้ายទៅជាអ្នកជំនាញក្នុងវិស័យនេះរៀនអីគឺចេះនឹងកុំខ្លាចក្នុងការសាកល្បងគំនិតថ្មីរបស់អ្នកជោគជ័យបានមោទនភាពបរាជ័យបានបទពិសោធន៍លោកអុកញ៉ាបានបន្តថាខ្ញុំបានយកគំនិតបើករោងចក្រមួយនេះជាលើកដំបូងខ្ញុំចាប់យកជំនាញតែមួយទេខ្ញុំបរាជ័យច្រើននៅក្នុងការចាប់ផ្ដើមខ្វះសពគ្រប់បែបយ៉ាងខ្វះអ្នកបច្ចេកទេសខ្វះអ្នកជំនាញខ្វះគ្រប់យ៉ាងតែលោកនៅតែចិញ្ចឹមដំបៅចិត្តចង់បង្កើតរោងចក្រស្រាបៀរនៅកម្ពុជារហូតដល់លោកបង្ខំខ្លួនឯងថាចង់ចាប់ខ្លាត្រូវតែចូលរួងខ្លាខ្វះខាតអីរត់ទៅរកនឹងហើយលោកក៏បានហោះទៅរៀននៅប្រទេសអាល្លីម៉ង់ដើម្បីក្លាយខ្លួនជាអ្នកបច្ចេកទេសក្នុងវិស័យនេះចាប់មួយក្នុងដៃប្រសើរជាងចាប់20នៅលើមេឃគំនិតមួយអាចធ្វើបានប្រសើរជាងគំនិត10000តែមានតែស្រមោលបងប្អូនអ្នកគ្នាឥឡូវគឺយើងបានអានបញ្ចប់តាកតងទៅនឹងមេរៀនថ្មីបងប្អូនអ្នកគ្នាបងប្អូនស្ដាប់ខ្ញុំជឿថាពេលខ្លះបងប្អូនងុយដេកហើយបងប្អូនអ្នកគ្នាពួកវាវែងដែរបងប្អូនអ្នកគ្នានេះតែចំណងជើងគេថាកុំចាប់ត្រីដៃពីរគឺខ្ញុំបានអានបញ្ចប់ហើយពាក្យនៅក្នុងហ្នឹងគឺយើងបានរៀនសូត្រជាច្រើនពាក្យនៅក្នុងហ្នឹងបងប្អូនអ្នកគ្នាអ្វីដែលសំខាន់គឺលោកឧញ្ញាហួតជានិងឧញ្ញាលៀងពៅគឺខ្ញុំបានសិក្សាគាត់នៅក្នុងហ្នឹងដែរបងប្អូនអ្នកគ្នាពីមុនគឺបងប្អូនដឹងស្រាប់ហើយគាត់ជាមនុស្សបែបណាអញ្ចឹងណាពេលដែលយើងបានអាននៅក្នុងសៀវភៅមួយនេះគឺយើងដឹងតែម្ដងបងប្អូនអ្នកគ្នាអ្វីដែលសំខាន់នេះពាក្យកន្លែងគេដាក់មួយនេះបងប្អូនអ្នកគ្នាឥឡូវខ្ញុំអានម្ដងទៀតកន្លែងនេះគេដាក់ថាកន្លែងហ្នឹងលោកក៏បាននិយាយថាស្បែកជើងដែលគេពាក់ស្អាតពេលខ្លះយើងពាក់វាឈឺចាប់ណាស់កុំចេះតែចង់លក់តាមតែឃើញកុំចាប់ត្រីដៃពីរកុំផ្ដោតលើរឿងច្រើនក្នុងពេលតែមួយអ្នកត្រូវការគិតច្រើនតែអ្នកមិនត្រូវគំនិតច្រើនដែលគ្មានរូបភាពច្បាស់លាស់នោះទេនៅក្នុងការចេញលក់ដំបូងបងប្អូនអ្នកគ្នាចំណុចមួយនេះគឺយើងបានរៀនសូត្រកន្លែងនេះមួយបងប្អូនអ្នកគ្នាហើយអ្វីដែលសំខាន់ជាងគេបងប្អូនអ្នកគ្នាពេលដែលយើងអានចប់នៅចុងស្លឹកហ្នឹងគឺពាក្យហ្នឹងបងប្អូនអ្នកគ្នាពាក្យហ្នឹងគឺពិសេសមែនទែនគេដាក់ថាចាប់មួយក្នុងដៃប្រសើរជាងចាប់20នៅលើមេឃគំនិតមួយអាចធ្វើបានប្រសើរជាងគំនិត10000តែមានតែស្រមោលបងប្អូនអ្នកគ្នាឥឡូវនេះគឺយើងបានអានបញ្ចប់នៅមេរៀនថ្មីដែលគេដាក់ចំណងជើងថាកុំចាប់ត្រីដៃពីរហើយចំណុចមួយនេះគឺខ្ញុំបានរៀនសូត្រពាក្យជាច្រើនបងប្អូនអ្នកគ្នាហើយខ្ញុំសង្ឃឹមថាបងប្អូនយើងបានស្ដាប់ការអានរបស់ខ្ញុំជឿថាបងប្អូនខ្លះគាត់បានយល់បងប្អូនខ្លះទៀតគាត់អត់បានយល់អញ្ចឹងណាបងប្អូនអ្នកគ្នាអញ្ចឹងសម្រាប់បងប្អូនយើងចង់យល់ច្បាស់បងប្អូនអានសៀវភៅនៅទំព័រទី50នឹងទៅបងប្អូនអ្នកគ្នានេះ50 51 52 53គឺបងប្អូនយល់យ៉ាងច្បាស់តាក់ទងទៅនឹងកុំចាប់ត្រីដៃពីរហើយនៅក្នុងនោះខ្ញុំជឿថាបងប្អូនពេលដែលបានអានហើយខ្ញុំជឿថាបងប្អូននឹងយល់ចំណុចមួយនេះហើយសម្រាប់បងប្អូនយើងអត់មានសៀវភៅបងប្អូនដូចខ្ញុំប្រាប់អញ្ចឹងណាបងប្អូនអ្នកគ្នាសម្រាប់បងប្អូនយើងអត់មានសៀវភៅបងប្អូនអាចស្ដាប់នៅវីដេអូរបស់ខ្ញុំអាចស្ដាប់ម្ដងហើយម្ដងទៀតបងប្អូននឹងយល់កាន់តែច្បាស់តាក់ទងទៅនឹងចំណុចមួយនេះបងប្អូនអ្នកគ្នានៅចំណុចមួយនេះដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងណាសម្រាប់បងប្អូនយើងមានសៀវភៅបងប្អូនអាចទៅអាននៅបន្ថែមបងប្អូនអាចទៅអាននៅចំណុចមួយនេះបានហើយសម្រាប់បងប្អូនយើងរវល់ឬក៏អត់មានសៀវភៅបងប្អូនអាចស្ដាប់នៅវីដេអូរបស់ខ្ញុំម្ដងហើយម្ដងទៀតបងប្អូននឹងយល់ចំណុចមួយនេះបងប្អូនអ្នកគ្នាចំណុចមួយហ្នឹងគេដាក់ថាកុំចាប់ត្រីដៃពីរពេលដែលបងប្អូនបានស្ដាប់ហើយនឹងបានអានខ្ញុំជឿថាបងប្អូននឹងយល់ចំណុចនីមួយៗនៅក្នុងពាក្យទាំងអស់ហ្នឹងណាបងប្អូនអ្នកគ្នាហើយវីដេអូមួយនេះក៏មានតែប៉ុណ្្នឹងបងប្អូនអ្នកគ្នាគឺយើងបានអានបញ្ចប់នៅមេរៀនថ្មីដែលគេដាក់ចំណងជើងថាកុំចាប់ត្រីដៃពីរនៅចំណុចមួយហ្នឹងគឺយើងបានរៀនសូត្រពាក្យជាច្រើនមែនទែនបងប្អូនអ្នកគ្នាព្រោះវារៀងវែងដែរបងប្អូនអ្នកគ្នាវីដេអូមួយហ្នឹងវាវែងជាង10នាទីដែរបងប្អូនអ្នកគ្នាអញ្ចឹងបងប្អូនចំណាយពេលវេលាដ៏មានតម្លៃរបស់បងប្អូនស្ដាប់នៅការអានរបស់ខ្ញុំជឿថាបងប្អូននឹងកើនចំណេះដឹងតែម្ដងបងប្អូនអ្នកគ្នាហើយវីដេអូមួយនេះក៏មានតែប៉ុណ្្នឹងបងប្អូនអ្នកគ្នាហើយនៅវីដេអូបន្តទៀតគឺយើងទៅអាននៅមេរៀនថ្មីបងប្អូនអ្នកគ្នានៅទំព័រទី54នៅកន្លែងមួយនេះគេដាក់ចំណងជើងថាភ្នែកមុតមើលឱកាសទីផ្សារបងប្អូនអ្នកគ្នាចង់ដឹងថាភ្នែកមុតមើលឱកាសទីផ្សារគេទៅសេអីខ្លះហើយយើងត្រូវរៀនសូត្រពីអីខ្លះនៅក្នុងហ្នឹងយើងជួបគ្នានៅវីដេអូបន្តទៀតអញ្ចឹងបងប្អូនអ្នកគ្នាហើយវីដេអូមួយនេះក៏មានតែប៉ុណ្្នឹងបងប្អូនអ្នកគ្នាជួបគ្នានៅវីដេអូបន្តទៀតបាទជម្រាបលាបងប្អូនបាយបាយ